ខ្ញុំប្រកាសឲ្យខ្ញុំបានរៀបរាប់អំពីមេតិកាធម៌ដែលត្រូវសរសេរនៅក្នុងសៀវភៅដែលមានឈ្មោះថាសុខចិត្តណានឹងមានដល់ទៅ12ចំណុចណានឹងខ្ញុំកណ្ដាលខ្ញុំបានសរសេររួចហើយ12ចំណុចមេតិកាហ្នឹងទី1គឺថាជាអ្នកធ្វើការងារជានិច្ចទី2ជាអ្នកមិនសន្សំរឿងទី3ជាអ្នកមិនកើតទុកជាមុនទី4ជាអ្នកទទួលយកការពិតទី5មិនជាទាស័កនៃអតីតកាលទី6ចេះពិគ្រោះពិចារណាចំពោះទុក្ខទី7លះបង់នៅហេតុនៃសេចក្តីទុក្ខឲ្យពិតប្រាកដនិងទី8មិនជាទាស័កនៃមេយាធម៌ឬលោកធម៌ទី9ជាអ្នកធ្ងន់ក្នុងហេតុផលទី10ជាអ្នកចេះសម្លឹងមើលគុណនិងទោសទី11ជាអ្នកចេះមើលឲ្យឃើញរឿងល្អហ្នឹងរឿងអ្វីដែលយើងទទួលបានក្នុងជីវិតនេះវាមិនមែនសុទ្ធតែមិនល្អសម្រាប់យើងទេអាហ្នឹងនិយាយក្នុងរឿងដែលយើងខ្វាយខ្វល់ចង្អៀតចង្អល់ទៅនៅក្នុងរឿងដែលថាមិនល្អណាទេណាដូចជារឿងប្រត់ប្រាស់អីអញ្ចឹងយើងថារឿងអាក្រក់រឿងមិនល្អប្រត់ប្រាស់ភរិយាស្វាមីឬក៏កូនប្រុសស្រីអីអញ្ចឹងហ្នឹងប៉ុន្តែវាអាចបានរឿងល្អឲ្យដល់ជីវិតរបស់យើងធ្វើឲ្យយើងកាត់បន្ថយនៅសេចក្តីស្រវឹងក្នុងជីវិតស្រវឹងនៅក្នុងការជួបជុំឬក៏អាចធ្វើឲ្យយើងមានឱកាសបានមកស្ដាប់ពធបានសិក្សាប្រធមរហូតដល់ទៅចូលកម្មភ្នោះបួសជាបព្វជិតវាអាចមានរឿងល្អអញ្ចឹងទៅពីការព្រាត់ប្រាសរបស់យើងហើយយើងគិតថារឿងហ្នឹងវាអាក្រក់ប៉ុន្តែបើយើងអាចដើម្បីចេះប្រើប្រាស់រឿងក្នុងជីវិតរបស់យើងណាអាហ្នឹងវាបានទៅជាផលល្អទៅវិញពីអ្វីដែលយើងបានទទួលអាហ្នឹងវាតេតងនឹងការឆ្លាតរបស់យើងណាទៀតអ្វីក៏ដោយទៀតហ្នឹងវាតេតងនឹងការឆ្លាតរឿងដែលសំគួរនឹងថាជាទុកជាលំបាកទេប៉ុន្តែវាបែរទៅជាយើងចម្រាញ់បាននៅសេចក្តីសុខណាឲ្យខ្លួនឯងទៅវិញហើយបើយើងមិនឆ្លាតមិនវឹកហាត់អប់រំចម្រើនការឆ្លាតក្នុងព្រះសាសនានេះទេរឿងដែលគួរតែបានសុខសោះណាទេណាគួរតែបានសុខវាបែរទៅជាទុក្ខទៅវិញណាគួរតែបានសុខឧទាហរណ៍ថាប្រគុណម្ចាស់មានឱកាសចូលកម្មភ្នោះបួសជាបព្វជិតហ្នឹងតាំងតែអំពីក្មេងវ័យអីអញ្ចឹងមកអត់មានចម្ពាក់តេតិនរញីរញ៉ៃនឹងភរិយានឹងកូនចៅអីទេនឹងហើយញាតិញោមជ្រះថ្លាណាស់នឹងចូលចិត្តរាប់បាតដាក់បាតទំនុកបំរុងគោរពបូជាសពគ្រប់ទាំងអស់ថ្ងៃណាក៏អាចដើម្បីរស់បានដោយអាហារសម្រាប់រូបឆ្អិនស្រាប់នឹងក្នុងបាតនឹងចឹងទៅមុនទៅមកផ្ទះពីរផ្ទះប៉ុណ្ណឹងក៏ល្មមមកកាពះឆាន់បាត់ហើយមួយថ្ងៃចឹងអាហ្នឹងរឿងដែលគួរសុខប៉ុន្តែបើយើងមិនចេះគ្រប់គ្រងមិនចេះប្រើប្រាស់ទេអាហ្នឹងវាទៅជាទុក្ខលំបាកទៅវាទៅជាទុក្ខលំបាកដោយអីដោយសេចក្តីត្រូវការប្រាថ្នាចង់យ៉ាងនេះចង់យ៉ាងនោះហ្នឹងមិនព្រមគ្រប់គ្រងអាការដែលបានសុខហើយណាវាចិត្តតែរំលងណាទៀត
រំលងអាដែលបានសុខហើយហ្នឹងមិនយកចិត្តទុកដាក់កន្លែងហ្នឹងទេមិនចាប់យកទិសដៅនៃជីវិតរបស់ខ្លួននិងជីវិតរបស់សត្វលោកតាមពិតសត្វលោកទាំងអស់មានទិសដៅចង់បានអាកន្លែងសុខហ្នឹងទេតើហ្នឹងប៉ុន្តែដល់ទៅបានសុខហើយមិនគ្រប់គ្រងឲ្យល្អទេណាមិនគ្រប់គ្រងឲ្យល្អទៅជាធ្វើដំណើរតាមអំណាចនៃតណ្ហាដឹកនាំហ្នឹងឲ្យតណ្ហាដឹកនាំជីវិតដល់អញ្ចឹងទៅរំលងចោលអាសុខចិត្តនឹងអញ្ចឹងទៅមិនអប់រំឲ្យកាន់តែសុខរដំខ្សែនខ្សានតទៅទៀតនោះណាមិនអប់រំមិនចម្រើនទេហ្នឹងមិនអប់រំមិនចម្រើនឲ្យកាន់តែធំដុំនៅភាពជាសុខនឹងទេទៅជាខ្វាយខ្វល់សវេសវាចង់បាននេះចង់បាននោះចឹងទៅវារំលងអាសេចក្តីសុខនឹងចឹងទៅវាទៅជាទុកមួយថ្ងៃហើយមួយថ្ងៃទៀតមួយខែទៀតមួយឆ្នាំហើយមួយឆ្នាំទៀតហ្នឹងចឹងទៅជីវិតហ្នឹងចិត្តតែអស់ទៅជាមួយគ្នានឹងការខ្វាយខ្វល់អាហ្នឹងដែលថាដែលខ្វះបញ្ញាទេហ្នឹងរឿងដែលគួរតែថាបានសុខវាទៅជាបានទុកទៅវិញយើងគិតមើលតើយើងនឹងលងងបណ្ណាទៅរឿងដែលគេមានបញ្ញាណាទៅទៀតរឿងដែលគេមានបញ្ញារឿងហ្នឹងគួរតែថាជាទុកជាលំបាកហើយរឿងដល់ទៅថាទុកលំបាកហ្នឹងទុកលំបាកតែគេអាចបានសេចក្តីសុខពីហ្នឹងហ្នឹងរឿងទុកលំបាករឿងចាស់រឿងឈឺរឿងដែលត្រូវស្លាប់ណាត្រូវស្លាប់ឬរឿងដែលត្រូវប្រាត់ប្រាស់ដោយប្រការណាហ្នឹងអញ្ចឹងត្រូវគេគំរាមកំហែងត្រូវចោលលួចប្លន់អីអញ្ចឹងរឿងហ្នឹងគឺថាគួរឲ្យទុកតែអ្នកមានបញ្ញាគេអាចបាននៅសេចក្តីសុខព្រោះគេគ្រប់គ្រងរឿងរ៉ាវទាំងនោះបានតែហ្នឹងគេគ្រប់គ្រងដោយអំណាចនៃបញ្ញាអញ្ចឹងគេបានសេចក្តីសុខចិត្តទៅវិញហ្នឹងអាហ្នឹងចាំបាច់និយាយអីដល់ទៅរឿងដែលថាគួរឲ្យបានសុខហើយណាគេប្រឡែងចោលឲ្យទៅជាទុកអត់ទេវារឹងរឹតតែស្រួលទៅទៀតហើយក្នុងការដែលគ្រប់គ្រងឲ្យបានសេចក្តីសុខហើយដល់ទៅអត់បញ្ញារឿងដែលគួរថាឲ្យបានសុខហើយនោះវាទៅជាខ្វាយខ្វល់វាទៅជារវល់វាទៅជាទុក្ខវាទៅជាលំបាកចង្អៀតចង្អល់ទៅវិញអាហ្នឹងវាចឹងទាំងហ្នឹងហើយមិនចំពោះតែពីរឿងដែលថាមានសទ្ធាចូលកាន់ភ្លោះពោះជាបាបចិត្តអីហ្នឹងទេនៅគ្រប់គ្រងផ្ទះហ្នឹងក៏អញ្ចឹងមានទ្រព្យសម្បត្តិមុំរស់គ្រប់គ្រាន់ក្នុងក្រុមគ្រួសារអីតែល្មមតែបានសុខហើយវាមិនគ្រប់គ្រងអាសេចក្តីសុខរបស់ខ្លួនហ្នឹងណាទេហ្នឹងវារញ៉ៃទៅប្រព្រឹត្តអបាយមុខទៅអីណាធ្វើឲ្យលំបាកលំបិនក្នុងជីវិតគេមើលងាយជីវិតនេះហាក់ដូចជាថាងាយនឹងមិនជាលំបាកលំបិនណាទេនឹងអ្នកដែលប្រមាថមើលងាយជីវិតហ្នឹងក៏ច្រើនដែរនៅពេលដែលបានសេចក្តីសុខណាហាក់ដូចជាថាជីវិតហ្នឹងងាយរស់ហ្នឹងដល់អញ្ចឹងទៅមិនប្រយ័ត្នប្រយែងទេមិនប្រយ័ត្នប្រយែងគ្រប់គ្រងរក្សាហេតុនៃសេចក្តីសុខហ្នឹងដល់ទៅប្រមាថធ្វើប្រហែសអញ្ចឹងទៅដល់ទៅជីវិតនឹងវាធ្លាក់ដុនដាបទៅបានដឹងថាលំបាកនឹងចិញ្ចឹមជីវិតឲ្យរស់ទេហ្នឹងធ្លាប់តែមានបានធ្លាប់តែស៊ីចាយសបាយខ្ជោខ្ជាហើយដល់ទៅធ្លាក់លំបាកដល់ធ្លាក់លំបាកសឹងតែថារੂអង្គច្រកឆ្នាំងគ្មានហើយមិនដឹងជាទៅរੂឯណាមិនដឹងជាទៅរੂឯណាកិច្ចការងារដែលទៅធ្វើកម្មករទៅបម្រើគេអីមួយថ្ងៃបាន3 4 5ពាន់អត់ចេះធ្វើទេយកមកទៅអីប៉ុណ្ណឹងនោះដល់អញ្ចឹងទៅត្រូវលំបាកត្រូវលំបិនមែនទេណាហើយហ្នឹងបានដឹងឲ្យជីវិតនេះលំបាកទេតា
năng anh mình tan đăng rồi chiết này chỉ vật lùm bạ lùm bắn chết cái bờ ma chết phê và hay hàm bết đến cách hàng mà cha này chi vì tăng cả chân chỉ vật đấy cà rô nơi này lùm bá nó tiền năng ba mình mền nghề thế ấy nào mũi trời miên chùm ngư chư cột sừng cọt thong nào mũi mình men chư tại anh thế ở đây rư cọp quân rư cọp côn ấy côn bay buôn pram đấy ấy chân tới trời ca bò đi khô rồi ngay coประมาณ gặp bóng trong mặt ngay trời ca chùm này bạ bẩn ná đấy lâu thật lệ đòn đáp đòn nạ chùm bẹ kê tiết ở năng bàn đăng tháo chỉ việc này lùm bạ nè ta nàng chẳng ca để nơi miền ban sọc vào đông xem sát ọt rẽ xa cục krong này mình này dê nhầm pí bọc và hai ba và cam pi ở tây tạ bần đa ở dương khuất nạ chơi tê sầm bay rư có vì nè vì nay đôi bà ca em xem nhé chẳng này dê nhầm pi ca và mát với bà hay rồi bây giờ không bạch chụp bón nè đại dương mình cục krong cái đây sọc ai ban là ó nó đến dân cho tập ma tới chụp chia tới hư hà tới nằng mình sừng xong sừng cháy mình bạch biết mình priên chân tới hạ đôi ta chỉ vật nó ruột nghe mình nghe ấy nghe để dân sụp bố nghe để dân miền bán nòng cầm cua xá mọt và mùi tùng pel nè ấy chẳng đập pe ót với làm banh men tế này đó là thạnh chụp bẹ kê tiết dập men tế chẳng ban thà để ót bà nhá chẳng xung bay từ thà rương để cùi ban sọc hơi về tới chế ở các miền rương làm banh nông chỉ vết thấy mình nghe cái thiết là tiền mà chỉ vết nông chẳng tới bạn làm banh nằng tràn rương ở nông cái lần để trong ati bay bình tích thì mẹ thì ca thì đọc mùi để trăng thả ở chết miền bà nhá khơi rương là ó nơi nông chỉ vật này anh để bàn từ tua nơi bây giờ vây xung bay tới sự cái đây tốc có chết cục krong ở bàn nơi sự cái đây sọc tam lời chặt nắng đòi nai đây bà nhà thì đập pi chỉ trong bằng hơi nó cứ thay chỉ ca vật hát nơi sự đây ngọt nè vật hát sự đây ngọt tôi chỉ đòi sam mặt thạ cái đấy ngọt rồi ngọt nơi ạ có sao ni và rừng nát nâng ngọt đòi vipassana cái đấy nó đầm bay sự cái đây sọc chặt nè chẳng đang đập pi chấm nách nó về ngay á lấy nhầm cả này ba đi đập pi chấm nách tì mũi mẹ thì ca tì mũi trăng để thay dân trời miền ca nghe chỉ nịch ca nghe để dân phơi dân chết để phơi bàn á tiền dân nơi miền cầm lăng tệ len dân ai phơi đòi cài bàn rồi có dân ai này dễ dân trời này chê này dễ ở miền phải giao á tiền nằng dân trời chia thả bịa sầm đây này chỉ ca nghe thông đóng á ná tiền nằng chỉ ca nghe thông đóng á rồi hốt đau tên này dễ ở cây ngót có bàn này dễ ở cây bay bạc kia có bàn này dễ ở cây chư chất lơ pi tia cây mà gặp liếc có bàn bịa sầm đấy tiền nằng hay bờ dân miền mà đấy cứ ai nị dê ao nhẹ đặt tây miền mà đây nị dê ao nhẹ đặt tây miền ca prom prieng nị dê ao nhẹ đặt tây ban phải giao ban sẽ đây sập rồi hốt đau tới ai nị dê ao nhẹ đặt tây ban sầm rạch mẹ phò đó nằm đôi chè trong ca sầm đánh pre thô rồi có ốp bạn đi say này mẹ phò anh nâng bẹ sầm đấy nó tiền dân nị dê vây ao đòi nhẹ đặt tây đập mà nhẹ pi bay nhẹ nâng cứ chỉ ca nghe sầm khăn á dân công chất tên là dây trao dây lên nằm chân ở đấng trong cái này bát trong này dây pi cà nghi tiền nè nằm trong này dây pi cà nghi hay xung bấy tại cà nghi tam khơi chặt nông cùng đất để dân kịch nữa nằm hay cà nghi cà nạp dân phơi tây ở bên miền pi giang tiền mà giáng ca nghe phơi đầm bầy prạ rồi có đầm bầy
ការតបស្នងជាប្រយោជន៍ផ្សេងណាជាលៀបជាយោអីចឹងហើយការងារម្យ៉ាងទៀតជាប្រយោជន៍ដល់ផ្លូវចិត្តមនុស្សយើងដោយច្រើនដែរច្រើនតែនិយាយថាមិនដឹងធ្វើអីមិនដឹងធ្វើអីទេអាហ្នឹងគឺសំដៅយកការងារដើម្បីឲ្យបានប្រាក់នោះណាក៏ប៉ុន្តែបានជាភ្លេចដល់ការងារដែលជាប្រយោជន៍ដល់ផ្លូវចិត្តរបស់ខ្លួនហ្នឹងបើយើងចេះយល់ដល់ការងារដើម្បីជាប្រយោជន៍ដល់ផ្លូវចិត្តរបស់ខ្លួនដើម្បីឲ្យសុខចិត្តហ្នឹងគឺការងារមានច្រើនណាស់ទៀតហ្នឹងដូចជាថាជាធម្មតាយើងមិនបានគិតថាយកជារង្វាន់ឬថាជាថ្លៃឈ្នួលអីទៅយើងធ្វើមិនចំពោះតែការងារយើងទេណាការងារអ្នកដទៃអីក៏ជាមិត្តជាភក្តិជាអ្នកដទៃអីដែលត្រូវធ្វើយើងបានទៅឃើញទៅជួបទៅប្រទេសហើយយើងធ្វើទៅហ្នឹងយើងបានទៅឃើញទៅជួបទៅប្រទេសអ្នកដទៃដែលមានកិច្ចការងារអីឬក៏ថាយើងបានដឹងថាអ្នកដទៃហ្នឹងមានការងារអីយើងអាចជួយបានយើងទៅធ្វើទៅមានចាំបាច់ថាទាល់តែបានថ្លៃឈ្នួលបានយើងធ្វើអីប៉ុន្តែយើងធ្វើដើម្បីជាប្រយោជន៍ដល់ការអប់រំចិត្តរបស់យើងឲ្យចិត្តរបស់យើងចម្រើនទៅដោយឧបនិស្ស័យនៃសេចក្តីល្អនឹងចឹងតែនេះមានគុណចាស់អាត្មាភាពទៅនាមរស្មីគង់នៅក្នុងវត្តពោធិវង្សនេះគុណចាស់សាកសួរថាធัวអ្វីជាឧបនិស្ស័យនៃសត្វឧបនិស្ស័យហ្នឹងគឺអ្វីដែលជាទម្លាប់ណាចឹងហ្នឹងអ្វីដែលជាទម្លាប់គឺយើងវឹកហាត់ធ្វើឲ្យរឿយឲ្យទៅជាទម្លាប់ទៅវាធ្លាប់ហ្នឹងចឹងហើយបើថាយើងទម្លាប់ទៅនៅក្នុងអំពើមិនល្អអាហ្នឹងជាឧបនិស្ស័យមិនល្អទៅឧបនិស្ស័យហ្នឹងមិនមែនសំដៅយកតែរឿងល្អទានូបនិស្ស័យសីឡូបនិស្ស័យភាវនូបនិស្ស័យទេហើយរឿងអកុសលហ្នឹងធ្លាប់ខឹងធ្លាប់ជេរធ្លាប់ចងេងចងាងធ្លាប់ពាក្យសម្ដីតកោះបោះបោកអីអញ្ចឹងហ្នឹងក៏ជាឧបនិស្ស័យដែរហើយថាឧបនិស្ស័យនៃបាបអកុសលអញ្ចឹងបានថាយើងត្រូវទម្លាប់ធ្វើអ្វីឲ្យបានស្អាតទម្លាប់ធ្វើអ្វីឲ្យបានល្អហ្មត់ចត់ទម្លាប់ធ្វើអ្វីធ្វើឲ្យហើយអញ្ចឹងទេហ្នឹងហើយបើអាចធ្វើដោយខ្លួនឯងបាននៅផ្ទះសម្បែងនៅអីហ្នឹងក៏ដោយក៏យើងធ្វើទៅជាការបញ្ចេញកម្លាំងកាយកុំឲ្យវាគួរដៃគួរជើងយើងធ្វើទៅកុំចាំបាច់តែស្អីប្រើគេស្អីប្រើគេហើយបើគេចូលចិត្តបំរើយើងនោះវាគ្រាន់ដល់អាគេទៅផ្ទាល់គេមិនចង់ធ្វើតាមវាបានតែរឿងមួម៉ៅហើយហ្នឹងអញ្ចឹងយើងរឿងចូលចិត្តប្រើគេពេកនោះមិនបានទេឡូឡាកើតទុកមិនសុខចិត្តត្រង់ដែលថាគេធ្វើតាមមិនល្អគេធ្វើឲ្យមិនល្អគេមិនធ្វើតាមគេមិនយកចិត្តទុកដាក់ចឹងបានថាអាហ្នឹងវានៅលើយើងទម្លាប់តែយើងទម្លាប់ធ្វើដោយខ្លួនយើងចឹងទៅតែថាបើចង់អនុគ្រោះដូចជាកូនជាចៅអីចឹងទៅយើងអប់រំទៅឲ្យជាអ្នកឧស្សាហ៍ក្នុងកិច្ចការងារហ្នឹងអញ្ចឹងអាហ្នឹងសិតតែជារឿងទម្លាប់ល្អទេហ្នឹងទម្លាប់ធ្វើអ្វីធ្វើឲ្យស្រេចបាច់កុំធ្វើទុកចោលហ្នឹងអញ្ចឹងអាហ្នឹងវាទម្លាប់ធ្វើល្អអញ្ចឹងទៅអាហ្នឹងទម្លាប់ច្រើនណាស់រហូតដល់ទៅឧបនិស្ស័យក្នុងទានសិលភាវនារហូតដល់ឧបនិស្ស័យនៃការបានសម្រេចមគ្គផលអាហ្នឹងដូចជាញាតិញោមស្រីប្រុសអញ្ចឹងទម្លាប់ស្ដាប់ពធហ្នឹងយ៉ាងណាអរិយាបថអីយ៉ាងម៉េចហ្នឹងវាទៅជាទម្លាប់ធ្លាប់ជាឧបនិស្ស័យក្នុងចិត្តសន្តានអញ្ចឹងទៅអាហ្នឹងរឿងឧបនិស្ស័យណាទៀតហ្នឹងបានថាយើងធ្វើកិច្ចការងារឲ្យដល់អ្នកដទៃអញ្ចឹងទៅឲ្យមានការងារធ្វើជានិច្ចអញ្ចឹងទៅរហូតដល់យើងបានទទួលនៅពរមួយដល់ប្រសើរគឺសុខចិត្តទៀតសំខាន់ណាស់មានតម្លៃជាងប្រាក់ណាទៀតណាការដែលយើងបានសុខចិត្តនេះមានតម្លៃជាងប្រាក់ព្រោះណាហើយ
នោះយើងមិនងាយដឹងទេឃើញតែប្រាក់នឹងឯងជាធំធ្វើតែឲ្យបានប្រាក់បានធ្វើពេញដៃពេញជើងប៉ុន្តែសំខាន់គឺយើងធ្វើឲ្យជាឧបនិស្ស័យឲ្យមានសេចក្តីសុខផ្លូវចិត្តរបស់យើងសំខាន់ណាផ្លូវចិត្តណាទេបើយើងមិនអប់រំឲ្យបានល្អទេយើងកុំស្មានតែថាបានប្រាក់មកហ្នឹងយើងគ្រប់យើងគ្រាន់នោះទោះជាបានមួយថ្ងៃធ្វើការបាន$100ក៏យើងមិនគ្រប់ដែរយើងកុំគិតថាបានប្រាក់ហើយយើងសុខនោះអត់ទេចឹងដូច្នេះកិច្ចការងារដែលធ្វើទៅត្រូវបានប្រាក់ដើម្បីចិញ្ចឹមជីវិតក៏យើងធ្វើកិច្ចការងារណាដែលធ្វើដើម្បីជាប្រយោជន៍អប់រំចិត្តដើម្បីឲ្យចិត្តនឹងមានឧបនិស្ស័យល្អចេះស្រឡាញ់គ្រប់ការងារជាពិសេសគឺការងារល្អណាទេនឹងដែលជាមង្គលអានិវច្ជានិកម្មានិគឺណាការងារដែលប្រសិជ្ជៈទោសហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងថាមកជាមង្គលដល់ឧត្តមទៀតហើយការងារដែលប្រសិជ្ជៈទោសគឺការងារដែលយើងធ្វើទៅវាមិនប្រកបដោយលោភៈការងារដែលយើងធ្វើទៅវាមិនប្រកបដោយទោសៈមិនប្រកបដោយមោហៈមិនប្រកបដោយទិដ្ឋិមានះអាហ្នឹងការងារដែលប្រសិជ្ជៈទោសហើយហ្នឹងជាមង្គលដល់ឧត្តមហើយខ្វះអីការងារហ្នឹងទៀតការងារដែលប្រសិជ្ជៈទោសហ្នឹងនឹងរត់តែខ្លួនធ្វើមិនបានចឹងនឹងបានថាដល់យើងចេះធ្វើការងារជាមង្គលសពគ្រប់ចឹងទៅវាបានកម្លាំងចិត្តហ្នឹងវាច្រើនទៅដោយប្រយោជន៍វាច្រើនទៅដោយគុណដល់ទៅមានធัวហ្នឹងគ្រប់គ្រងទៀតហ្នឹងដល់ទៅយើងចេះធ្វើការងារដែលប្រសិជ្ជៈទោសហ្នឹងធ្វើការងារដើម្បីជាប្រយោជន៍ផ្លូវចិត្តមិនគិតតែពីរឿងប្រាក់ក្នុងចិត្តហ្នឹងវាមានធัวចម្រើនឡើងធัวហ្នឹងគ្រប់គ្រងហើយមនុស្សយើងសំខាន់ណាស់ដែលត្រូវមានធัวគ្រប់គ្រងទេហ្នឹងព្រោះក្នុងមនុស្សយើងហ្នឹងមានស្អីជាធំក្នុងមនុស្សយើងមានស្អីជាធំមានចិត្តជាធំទេមានស្អីទៅធំលើចិត្តទៀតណាទៀតណាហ្នឹងហើយគឺចិត្តហ្នឹងកាលណាបើអាក្រក់ហើយក៏វានាំឲ្យធ្វើអំពើអាក្រក់ក៏ជាទុក្ខទៅហើយបើថាចិត្តនឹងវាល្អទេក៏វានាំឲ្យធ្វើអំពើល្អហើយក៏ជាសុខទៅហ្នឹងអញ្ចឹងរឿងដោយបានសម្ដែងហើយបើថាចិត្តនឹងវាអាក្រក់មិនល្អប្រឆាបញ្ញារឿងដែលគួរឲ្យបានសុខហ្នឹងក៏វាទៅជាទុក្ខវាទៅជាលំបាកមិនលំបាកទៅខ្លួនឯងទេលំបាកគេលំបាកឯងនៅទៅទៀតអាហ្នឹងនិយាយពីរឿងចិត្តដែលមិនល្អហ្នឹងវាអញ្ចឹងទេរឿងដែលគួរឲ្យបានសុខសោះមានអីដែលត្រូវលំបាកទេប៉ុន្តែវាចេះតែរកប្រឡោះចេះតែរករឿងខ្វេះកកាយឲ្យតែទុកលំបាកដល់គេដល់ឯងនៅទៅទៀតអញ្ចឹងដល់ទៅថាចិត្តល្អវិញណាហ្នឹងរឿងហ្នឹងគួរឲ្យមានសេចក្តីទុកលំបាកដល់អ្នកដទៃប៉ុន្តែអាចដោះស្រាយបានដោយខ្លួនឯងអ្នកដទៃមិនខ្វាយខ្វល់អីទេហើយខ្លួនឯងហ្នឹងក៏ព្រមល្មមតាមនឹងទៅចឹងទៅក៏បានសេចក្តីសុខទៅអាហ្នឹងដោយសារចិត្តល្អចឹងបានថាឥឡូវអំបញ្ញមិញថាក្នុងមនុស្សមានអីជាធំតែចិត្តឥឡូវសួរទៀតថាក្នុងចិត្តមានអីជាធំគ្រប់គ្រងលើចិត្តគឺត្រូវតែមានធម៌ទេត្រូវតែមានគុណធម៌ត្រូវតែមានសេចក្តីល្អណាទេដើម្បីគ្រប់គ្រងចិត្តដឹកនាំចិត្តហ្នឹងសំខាន់ណាស់ក្នុងមនុស្សយើងដើម្បីសុខចិត្តគឺត្រូវតែមានការងារប្រព្រឹត្តធ្វើឲ្យមានធម៌គ្រប់គ្រងចិត្តនៅក្នុងអង្គត្រនិកាយទេតិកនិបាតចក្រវត្តិសោតហ្នឹងមានសេចក្តីមួយពីរោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាស្ដេចចក្រពត្តិណាដែលអាចឲ្យចក្រហ្នឹងប្រព្រឹត្តទៅបានចក្ររតហ្នឹងប្រព្រឹត្តទៅគឺហោះទៅណាហ្នឹងអាចឲ្យចក្រហ្នឹងប្រព្រឹត្តទៅបានគឺតលតែមានព្រះរាជាស្ដេចចក្រពត្តិហើយត្រូវមានព្រះរាជាពីលើខ្លួនឯងជាស្ដេចចក្រពត្តិហ្នឹងទៀតណាទេណាបើស្ដេចចក្រពត្តិជាធំនៅទ្វីបទាំង4ហើយឥឡូវព្រះអង្គសម្ដែងអញ្ចឹងនៅក្នុងចក្រវត្តិសោតហ្នឹងណាដល់ព្រះអង្គសម្ដែងប៉ុណ្ណឹងព្រះអង្គឈប់ហ្នឹងព្រះអង្គដឹងថាមុខតែមានភិក្ខុអ្នកឆ្លាតក្នុងបាយសាកសួររស់ស្ដេចជាធំលើស្ដេចចក្រពត្តិហ្នឹងណាអញ្ចឹងមានភិក្ខុមួយអង្គសាកសួរមែនបើពិតព្រះអង្គដល់ចម្រើនតើអ្វីទៅណអ្នកណាណដែលជាព្រះរាជាលើស្ដេចចក្រពត្តិហ្នឹងទៅទៀត
banព្រះអង្គសម្ដែងអំណាចវិខទាំងឡាយគឺធัวនោះឯងព្រះអង្គសម្ដែងធัวទាំងជាព្រះរាជាលើស្ដេចចក្រពត្តិណាទៀតហ្នឹងអញ្ចឹងគឺសម្ដៅយកកុសលកម្មបត្តិនឹងឯងបើមិនជាព្រះរាជាលើស្ដេចចក្រពត្តិទេស្ដេចចក្រពត្តិនោះមិនអាចញ៉ាំងចាក់ឲ្យប្រព្រឹត្តទៅបានទេស្ដេចចក្រពត្តិដែលអាចញ៉ាំងចាក់ឲ្យប្រព្រឹត្តទៅបានគឺតលតែមានធัวគ្រប់គ្រងតលតែធ្វើសក្ការៈគោរពចំពោះធัวនឹងព្រះសម្មាសម្ពុទ្ធសម្ដែងអញ្ចឹងណាតលតែបូជាធัวគោរពធัวហ្នឹងសូម្បីតថាគតមនាលវិខទាំងឡាយក៏ធ្វើសក្ការៈគោរពធัวមានធัวជាព្រះរាជាលើតថាគតដែរនឹងព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងមានព្រះធัวជាព្រះរាជាលើព្រះអង្គទៀតប៉ុន្តែអ្វីដែលជាព្រះរាជាលើព្រះសម្មាសម្ពុទ្ធមិនមែនកុសលកម្មបត្តិ10ទេគឺអ្នកវៈលោកតរធัวមគ្គ4ផល4ដែលពេល1ទៀតនឹងដែលជាព្រះរាជាលើព្រះតថាគតនឹងដែលព្រះអង្គត្រូវធ្វើសក្ការៈគោរពចំពោះលោកតរធัวហ្នឹងអញ្ចឹងឲ្យចោះយើងរឿងអីដែលថាមិនយកធัวជាធំមិនគោរពធัวមិនបូជាធัวណាទេណោះនឹងត្រូវតែឲ្យមានគុណធัวគ្រប់គ្រងលើខ្លួនទៅយើងបានសុខអញ្ចឹងណាទេនឹងត្រូវមានសេចក្តីអត់ធន់ត្រូវមានមេត្តាត្រូវមានអវិហិង្សាហើយត្រូវមានករុណានឹងឯងដើម្បីគ្រប់គ្រងចិត្តដើម្បីឲ្យចិត្តនឹងបានសុខអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាធัวរមែងរក្សានៅអ្នកប្រព្រឹត្តធัวធម្មោហវេរកតិធម្មចារឹងណាចឹងធម្មោសុចិនោសុខមាវហានិនឹងធัวដែលបកុលសន្សំល្អហើយរមែងនាំមកនៅសេចក្តីសុខហ្នឹងណាធัวរមែងរក្សានៅអ្នកប្រព្រឹត្តធัวណាតែកាលណាធ្វើការងារឲ្យមានធัวក្នុងខ្លួនគ្រប់គ្រងចិត្តហើយគឺធัวនឹងឯងជាអ្នករក្សាទៅហ្នឹងហើយអ្នកប្រព្រឹត្តធัวហ្នឹងអ្នកសន្សំធัวហ្នឹងរមែងនាំមកនៅសេចក្តីសុខចឹងបានថាយើងកុំគិតតែពីរឿងទ្រព្យសម្បត្តិអីក្នុងកិច្ចការងារតែធ្វើយើងត្រូវឲ្យឃើញប្រយោជន៍សំខាន់គឺទម្លាប់ល្អក្នុងខ្លួនឲ្យកើតទៅជាអ្នកមានគុណធម៌ក្នុងកិច្ចការងារដែលធ្វើហ្នឹងណាទេដោយមេត្តាដោយការអនុគ្រោះដោយការឈឺឆ្អាលដោយការយកចិត្តទុកដាក់សិតតែគុណធម៌ទាំងអស់កាលណាបើយើងអនុវត្តយើងធ្វើដោយអំណាចនៃសេចក្តីល្អអញ្ចឹងទៅវាចម្រើនគុណធម៌នឹងឯងគ្រប់គ្រងចិត្តរបស់យើងហើយផល្លានិសង្ឃយ៉ាងណាវានឹងសម្រេចបានទេព្រោះព្រះអង្គសម្ដែងហើយថាអ្នកប្រព្រឹត្តធម៌ហ្នឹងរមែងនាំមកនៅសេចក្តីសុខហើយធម៌ហ្នឹងរមែងរក្សានៅអ្នកប្រព្រឹត្តធម៌ហើយធម៌ហ្នឹងសម្រេចបានមកពីការងារដែលយើងធ្វើហ្នឹងអញ្ចឹងបានថាកាលណាបើយើងគិតតែពីរឿងប្រាក់តែមួយមុខវាទៅជាឧបសគ្គក្នុងជីវិតទៅវិញវាទៅជាប្រសិជ្ជៈគុណធម៌ក្នុងសន្តានណាតែវាអត់មានធម៌ក្នុងខ្លួនរហូតដល់តែអត់មានសិលទៀតដោយគុណចាស់សួរថាមនុស្សមិនមានសិលឈ្មោះថាជាមនុស្សអីឈ្មោះថាមនុស្សទ្រុសិលហ្នឹងឯងហ្នឹងវាអត់មានអ្វីដែលមានឈ្មោះអាក្រក់ជាងហ្នឹងទៀតទេមនុស្សទ្រុសិលមនុស្សអត់សិលហ្នឹងវាឈ្មោះមិនល្អទេឬហៅថាជាមនុស្សសប៉ែតតោមនុស្សនេរិយកោមនុស្សតិរិឆាណោអីអញ្ចឹងក៏តែបានទៅតាមហ្នឹងព្រោះការងារហ្នឹងវាបែងចែកមនុស្សណាទេក្នុងព្រះសាសនាហ្នឹងសម្ដែងអញ្ចឹងការងារហ្នឹងគឺបែងចែកមនុស្សណាការងារហ្នឹងបែងចែកមនុស្សមិនមែននៅលើពូជអម្បូរនៅលើវណ្ណៈនៅលើអីទេក្នុងព្រះសាសនានេះទោះជាពូជអម្បូរយ៉ាងណាវណ្ណៈយ៉ាងណាក៏ដោយបើទៅលួចទេគឺចោលហើយអញ្ចឹងហើយបើថាចូលកាន់ភ្នោះបួសជាបព្វជិតគឺជាប្រសង់ហើយសមណៈល្អហើយអាហ្នឹងវានៅលើការងារណាទៀតហ្នឹងអញ្ចឹងការងារហ្នឹងបែងចែកមនុស្សឲ្យគង់ពោះបែងចែកមនុស្សឲ្យថោកទៀតឃើញទេការងារហ្នឹងធ្វើឲ្យមនុស្សមានសុខមានទុក្ខ